โอเคนะครับวันนี้เราก็จะมาเรียนเกี่ยวกับเวลานะครับอย่างที่យើងនឹងមករៀនអំពីម៉ោងអូខេចឹងម៉ោងនៅក្នុងភាសាថៃវារៀងស្មុគស្មាញបន្តិចប៉ុន្តែបើសិនជាយើងចាំវាជាពេលរបស់វាណាព្រោះអីម៉ោងនៅក្នុងភាសាថៃគេបែងចែកជាពេលចឹងទៅមានពេលព្រឹកពេលរសៀលពេលល្ងាចពេលព្រលប់ពេលយប់ជ្រៅចឹងទៅបាទបើយើងចំណាំបានគឺនិយាយបានស្រួលតែម្ដងបាទអញ្ចឹងឥឡូវយើងរាប់តាំងពីពេលព្រឹកទៅបាទពេលព្រឹកនៅក្នុងភាសាថៃយើងរាប់ពីម៉ោង6ទៅណាម៉ោង6រហូតដល់ម៉ោង11ម្ដងទៀតម៉ោង6រហូតដល់ម៉ោង11អញ្ចឹងម៉ោង6ដល់ម៉ោង11គឺយើងអឺប្រើពាក្យម៉ោងเช้าបាទម៉ោងเช้าអញ្ចឹងយើងរាប់ទៅ6 7 8 9 10 11យើងរាប់លេខណា6 7 8 9 10 11បាទ6 7 8 9 10 11นะครับអញ្ចឹងចន្លោះម៉ោង6ដល់ម៉ោង11ដែលយើងហៅថាតនเช้าបាទតនเช้าពេលព្រឹកเนาะអញ្ចឹងចន្លោះពីម៉ោង6ដល់ម៉ោង11ព្រឹកគឺយើងប្រើពាក្យម៉ោងเช้าយ៉ាម៉ោងเช้าម៉ោងណាមិនមែនម៉ោងទេហាមអានម៉ោងតែអានម៉ោងខុសណាម៉ោងเช้าយ៉ាម៉ោងเช้าអញ្ចឹងយើងចង់និយាយម៉ោងប្រហែលម៉ោង6យើងដាក់6ម៉ោង6โมงเช้าចង់និយាយម៉ោង10លេខ10យើងថាម៉េច10โมงเช้าចន្លោះពីម៉ោង6ដល់ម៉ោង11ចំណាំតែប៉ុណ្ណឹងណាបាទអញ្ចឹងម៉ោង6ព្រឹកគឺយើងនិយាយថា6โมงเช้าបាទដល់ពេលម៉ោង7យើងដាក់លេខ7មក7โมงเช้าយើងដឹងតែโมงเช้าទៅ7โมงเช้าបាទម៉ោង8យើងថា8អញ្ចឹងម៉ោង8 8โมงเช้าចា8โมงเช้าហើយម៉ោង9នេះគេ9โมงเช้าបាទ9 9 9โมงเช้าហើយនៅម៉ោង10 10โมงเช้า10โมงเช้าម៉ោង11ម៉ោង11 11โมงเช้า11โมงเช้าអញ្ចឹងចន្លោះពីម៉ោង6ដល់ម៉ោង11គឺយើងប្រើពាក្យโมงเช้าចំណាំទៅ6ដល់11បាទចង់និយាយម៉ោងប៉ុន្មានដាក់លេខប៉ុណ្ណឹងទៅអូខេបាទហើយបន្តមកទៀតពេលថ្ងៃត្រង់គឺយើងហៅថាតនធៀងតនធៀងបាទតនធៀងហ្នឹងគឺនៅពេលថ្ងៃត្រង់បាទអញ្ចឹងយើងអាចនិយាយធៀងតាមម៉ាត់ក៏បានធៀងវ៉ាន់ក៏បានដែរម៉ោង12ថ្ងៃត្រង់ដោយសារហើយគេហៅម៉ោង12ជាម៉ោងថ្ងៃត្រង់ដោយសារនៅក្នុងប្រទេសថៃគេសម្រាប់តែ1ម៉ោងឯងគឺម៉ោង12បើយើងនិយាយពីម៉ោងធ្វើការពួកគាត់ចូលម៉ោង8ចេញម៉ោង12ហើយចូលម៉ោង1ចេញម៉ោង5ខុសពីខ្មែរយើងចូលម៉ោង7ចេញម៉ោង11អញ្ចឹងធ្វើឲ្យម៉ោង11ហ្នឹងគេហៅថាថ្ងៃត្រង់អញ្ចឹងណានៅសាលារៀនក៏ដូចគ្នាដែរថៃចូលម៉ោង8ចេញម៉ោង12បាទតទៅតនបាយតនបាយបាទតនបាយប្រែថាពេលរសៀលអញ្ចឹងចន្លោះពេលរសៀលគឺយើងអត់និយាយលេខមុនទេគឺយើងប្រើពាក្យបាយមុនបាទអញ្ចឹងវាតាមពេលតាមវេលាវាហ្នឹងគឺគេបែងចែកស្រេចពេកម៉ោងខ្លះគេនិយាយលេខមុនហើយម៉ោងខ្លះគេនិយាយលេខនៅក្រោយវិញអញ្ចឹងណាអញ្ចឹងវារៀងពិបាកចំណាំតិចតែអ្នកគ្នាត្រូវតែចាំឲ្យបានណាហើយមិនមែនគ្រប់ម៉ោងប្រើពាក្យម៉ោងទាំងអស់ទេម៉ោងខ្លះគឺមិនចាំបាច់ប្រើពាក្យម៉ោងទេអញ្ចឹងនៅពេលដែលអ្នកគ្នានិយាយម៉ោងអត់អាចប្រើពាក្យម៉ោងនៅខាងមុខដូចខ្មែរយើងទេណាបាទអញ្ចឹងម៉ោង1រសៀលគឺយើងត្រូវនិយាយថាបាយម៉ោងអញ្ចឹងពេលរសៀលគឺយើងប្រើពាក្យបាយមុនបាយមុនណាអញ្ចឹងម៉ោង1រសៀលយើងនិយាយបាយម៉ោងយើងអាចនិយាយបាយ1ម៉ោងក៏បានដែរតែមិនបាច់ដាក់លេខក៏បានដែរណានិយាយដាក់2ម៉ាត់បានហើយបាយម៉ោងគឺមានថាម៉ោង1រសៀលបាទហើយម៉ោង2បាយ2យល់ទៅយើងប្រើពាក្យបាយមុនយ៉ាងណាបាយ2យើងអាចនិយាយបាយ2ម៉ោងក៏បានដែរអត់អីទេតែយើងនិយាយតែ2ម៉ាត់បានហើយបាយ2ដល់ពេលម៉ោង3រសៀលបាយ3យើងអាចនិយាយបាយ3ម៉ោងក៏បានដែរតែយើងនិយាយតែ2ម៉ាត់បានហើយបាយ3អញ្ចឹងចន្លោះពេលរសៀលគឺយើងប្រើពាក្យបាយមុនបាយមានន័យថារសៀលนะครับបាទតមកដល់ម៉ោង4យើងអាចនិយាយបាយស៊ីមានម៉ោង4រសៀលតែចំពោះម៉ោង4យើងអាចនិយាយស៊ីម៉ោងយិនក៏បានដែរម៉ោង4ល្ងាចណាអញ្ចឹងពេលល្ងាចយើងអាច5 4 5 6 4 5 6អញ្ចឹងយើងអាចនិយាយស៊ីម៉ោងយិនក៏បានបាយស៊ីក៏បានតែម៉ោង4វាចូលល្ងាចម៉ោង4កន្លះវាចូលល្ងាចណាបាទតមកពេលល្ងាចគឺយើងនិយាយថាតនយិនតនយិនត
តនយិនប្រែថាពេលល្ងាចថ្ងៃរាប់ពីម៉ោង4ទៅប៉ុន្តែពេលល្ងាចគឺយើងប្រើលេខមុនបាទយើងរាប់លេខណា4 5 6អញ្ចឹងរាប់4 5 6ហើយគេប្រើពាក្យម៉ោងយិនអញ្ចឹងយើងចង់និយាយម៉ោងប៉ុន្មានម៉ោង4 4 ម៉ោងយិនម៉ោង5 5 ម៉ោងយិនហើយម៉ោង6 6 ម៉ោងយិនបាទម៉ោង6ល្ងាចអញ្ចឹងពេលល្ងាចមាន3ម៉ោងហ្នឹងឯងបន្ទាប់មកតនខំយ៉ាតនខំហ្នឹងគឺពេលព្រលប់ហើយតបពីម៉ោង6ទៅបន្ទាប់ពីល្ងាចទៅគេហៅតនខំពេលព្រលប់ហើយពេលព្រលប់គេប្រើពាក្យធំចាប់ពីម៉ោង7ដល់ម៉ោង11គេប្រើពាក្យធំបាទពីម៉ោង7ដល់ម៉ោង11អញ្ចឹងគេប្រើពាក្យធំបាទធំนะครับអញ្ចឹងកន្លែងនេះនៅក្នុងភាសាថៃគឺអត់ប្រើម៉ោងឯងនោះទៅមិនចាំបាច់ប្រើពាក្យម៉ោងទេបាទតែអ្វីដែលសំខាន់ហ្នឹងគឺពីម៉ោង7ដល់ម៉ោង11យប់ហ្នឹងគេអត់ប្រើលេខជាក់ស្ដែងទេមានន័យថាយើងអត់និយាយ7ធំ8ធំ9ធំអញ្ចឹងទេបើនិយាយអញ្ចឹងគឺវាស្រួលតែមែនតើបាទអត់ប្របាទេប៉ុន្តែវាបាក់ត្រង់ថាម៉ោង7យប់គេអត់និយាយ7ធំទេគេនិយាយ1ធំមានន័យថា1ធំស្មើនឹងម៉ោង7យប់បាទអញ្ចឹងដល់ពេលដែលយើងចង់និយាយម៉ោង8យប់គឺយើងត្រូវនិយាយថា2ធំអញ្ចឹងយើងពិបាករាប់បន្តិចអ្នកនេះ1ធំស្មើនឹង7យប់2ធំស្មើនឹងម៉ោង8យប់តែអត់មានពាក្យម៉ោងពាក្យអីណាគឺយើងប្រើតែពាក្យ2ធំហ្នឹងគឺដឹងថាម៉ោង8ហើយ8យប់អញ្ចឹងវារឿងពិបាកបន្តិចប៉ុន្តែវាបែងចែកដាច់ស្រេចថាយើងនិយាយថា2ធំគេដឹងថា8យប់បាត់ហើយព្រោះអី8ព្រឹកគេនិយាយ8ម៉ោងឆាឃើញអត់យើងអាចនិយាយតែ8ម៉ោងក៏បានដែរអីទេទី3 3ធំម៉ោង9យប់ទី4 4ធំម៉ោង10យប់ហើយនឹងទី5 5ធំម៉ោង11យប់អញ្ចឹងចន្លោះយើងចំណាំចន្លោះពីម៉ោង7ដល់ម៉ោង11យប់គឺយើងប្រើពាក្យធំប៉ុន្តែយើងរាប់ពី7យប់ទៅគឺគេរាប់1ធំតែពេលចង់និយាយ8យប់2ធំ9យប់3ធំ10យប់4ធំហើយដល់11យប់5ធំយើងត្រូវរាប់ដៃរាប់ជើងសិនដំបូងទៅថាយើងនៅចាំអត់ទាន់បានអញ្ចឹងណាបាទអានេះរឿងពិបាកជាងគេចន្លោះពីម៉ោង7ដល់ម៉ោង11បន្ទាប់មកយើងដល់ម៉ោង12យប់យើងអានថាធៀងឃឿនម្ដងទៀតធៀងឃឿនធៀងឃឿនមានន័យថាម៉ោង12យប់បាទធៀងវ៉ាន់12ថ្ងៃត្រង់នោះអញ្ចឹងបន្ទាប់ពីម៉ោង11គឺធៀងឃឿនហើយបាទបន្ទាប់ពីម៉ោង12យប់យើងចូលដល់ម៉ោង1ម៉ោង2ម៉ោង3ម៉ោង4ម៉ោង5អញ្ចឹងចន្លោះពីម៉ោង1យប់រហូតដល់ម៉ោង5ទីភ្លឺហ្នឹងគឺថៃគេប្រើពាក្យទីហើយមិនចាំបាច់ប្រើពាក្យម៉ោងពាក្យអីទេចំណាំណាប្រយ័ត្ននិយាយម៉ោងគឺអត់ត្រូវទេហើយចំពោះពាក្យទីនេះគឺអ្នកគ្នាប្រើពាក្យទីមុនបាទប្រើពាក្យទីមុនណាហើយចន្លោះពីម៉ោង1ដល់ម៉ោង5អញ្ចឹង1 1 2 2 3 3 4 4 5 5អញ្ចឹងចន្លោះពីម៉ោង1ដល់ម៉ោង5 1 2 3 4 5អញ្ចឹងអ្នកគ្នាប្រើពាក្យទីមុនចង់និយាយម៉ោងប៉ុន្មានម៉ោង1ទី1ម៉ោង2ទី2ម៉ោង3ទី3ម៉ោង4ទី4ហើយនៅម៉ោង5ទី5ទីបូកមួយលេខមកអូខេបាទចង់និយាយម៉ោងប៉ុន្មានគឺដាក់ប៉ុណ្្នឹងដែរម៉ោង3ទី3លេខ3 3បាទអញ្ចឹងម៉ោង1យប់ទី1បាទម៉ោង2យប់ទី2ម៉ោង3យប់ទី3ម៉ោង4យប់ទី4ហើយនៅម៉ោង5ជិតភ្លឺហ្នឹងទី5បាទបន្ទាប់មកចូលទៅដល់ម៉ោង6ព្រឹកវិញ6ម៉ោងឆា7ម៉ោងឆា8ម៉ោងឆាវិញអស់មកជុំវិញបាទអញ្ចឹងវាមានឈុតរបស់វានៅក្នុងម៉ោងនៅក្នុងភាសាថៃប៉ុន្តែនៅក្នុងភាសាថៃគេមានម៉ោងសកលដែរអញ្ចឹងម៉ោងសកលខ្មែរយើងនិយាយបែបដូចថាម៉ោង1រសៀលអញ្ចឹងនិយាយ10ម៉ោង13ទៅអត់ម៉ោង13បាទអញ្ចឹងនៅក្នុងភាសាថៃគេប្រើពាក្យនាឡិកាតែបើយើងមើលព័ត៌មានអីគឺពាក្យច្រើនគេប្រើពាក្យនាឡិកាគេនិយាយម៉ោងសកលអញ្ចឹងណាឧទាហរណ៍ថាម៉ោង1យប់អញ្ចឹងនិយាយ1នាឡិកាម៉ោង8ព្រឹកចេះ8នាឡិកាម៉ោង12ថ្ងៃត្រង់អញ្ចឹង12នាឡិកាម៉ោង2រសៀលអញ្ចឹងគេនិយាយ14នាឡិកាម៉ោង6ល្ងាច16នាឡិកាបើខ្មែរយើងនិយាយថាម៉ោង16ហ្នឹងឯងបាទអាហ្នឹងសម្រាប់ម៉ោងសកលណាបាទអញ្ចឹងបើសិនជាម៉ោងហ្នឹងបាទវាមានអីគេនាទីមានអីអញ្ចឹងយើងក៏ដាក់ទៅតាមហ្នឹងទៅឧទាហរណ៍ថាម៉ោង5 15នាទីណាម៉ោង5 15នាទីទីភ្លឺហ្នឹងគឺនិយាយទី5 15នាទីចឹងទៅតាមហ្នឹងទៅណាបាទអញ្ចឹងអានេះម៉ោងនៅក្នុងភាសាថៃ
เรื่องประมาณติ๊กจะมาจันดักนี่เอาไว้นะดักนี่เอามือสูมือวิมินรูปดักมือสูมือต่อมาติ๊กยังมีเปียตอนนะครับตอนนั่นคือประธานเนอเมาหรือก่อนเนอเปย์จังตอนเช้าไปประตอนเย็นไปอะไรอย่างเงี้ยปัจจัยนั่นไปได้ยืงใจเมาในขนมเพียสาไทยคอมพลีทปราเปียตอนพองนั่นไปได้ยืงใจปรับเกธาพวกไอ้มวยเนอมองนาจังงั้นนะเนี่ยคนเนี้ยคือยังปราเปียตอนแต่อุทธรธาขยม មានរៀនភាសាថៃនៅម៉ោង3រសៀលអញ្ចឹងយើងត្រូវនិយាយថាฉันมีเรียนภาษาไทยตอนบ่ายสามโอเคฉันมีเรียนภาษาไทยตอนบ่ายสามខ្ញុំមានរៀនភាសាថៃនៅម៉ោង3រសៀលបាទអញ្ចឹងនៅពេលដែលយើងនិយាយពីម៉ោងប្រាប់ថាធ្វើអីមួយនៅម៉ោងណាគឺកុំភ្លេចប្រើពាក្យតនផងព្រោះថាខ្ញុំញ៉ាំអាហារពេលព្រឹកនៅម៉ោង7ព្រឹកฉันกินอาหารเช้าตอน7 โมงเช้าបាទខ្ញុំហាត់ប្រាណនៅម៉ោង7យប់ฉันออกกำลังกายตอน1 ทุ่มខ្ញុំចូលគេងនៅម៉ោង11យប់ฉันเข้านอนตอน5 ทุ่มខ្ញុំទៅកុំភ្លេចប្រើម៉ោងផងតែបើសិនជាមាននាទីយើងក៏ថែមនាទីទៅតាមហ្នឹងទៅឧទាហរណ៍ថាฉันเข้านอนตอน4 ทุ่ม 45 นาทีខ្ញុំចូលគេងនៅម៉ោង10 45 នាទីបាទកុំភ្លេចប្រើគេប្រើពាក្យតនផងខ្ញុំនឹងទៅមើលកុននៅម៉ោង4ល្ងាចฉันจะไปดูหนังตอน4 โมงเย็นខ្ញុំនឹងទៅបលិនហោះនៅម៉ោង9ព្រឹកฉันจะไปสนามบินตอน9 โมงเช้าចឹងមកកុំភ្លេចតនนะครับต่อไปបាទคำนี้อ่านว่าครึ่งเคราะห์งอครึ่งไม่เอกครึ่งពាក្យនេះយើងអាចនិយាយครึ่งបានតែបើនិយាយครึ่งទៅវាស្រួលជាងពាក្យครึ่งอีกทีครึ่งนะครับเนี่ยต่อไปนาทีอีกทีนาทีนะครับนาทีនឹងប្រែថានាទីអញ្ចឹងនាទីប្រហែលនាទីបន្តិចយើងទៅតាមនឹងទៅណាបាទបន្តមកទៀតគីម៉ោងគីម៉ោងគីម៉ោងហ្នឹងគឺមានន័យថាម៉ោងប៉ុន្មានបន្តទៀតគីម៉ោងប្រែថាម៉ោងប៉ុន្មានម៉ោងប៉ុន្មានហ្នឹងគឺយើងសួររកម៉ោងទៅឥឡូវថាឥឡូវនេះម៉ោងប៉ុន្មានហើយตอนนี้กี่โมงแล้วอาจจะตอนนี้บ่าย3 30 นาทีឥឡូវនេះម៉ោង3រសៀល30 នាទីចំណាំពាក្យគីម៉ោងហ្នឹងមានន័យថាម៉ោងប៉ុន្មានអូខេអញ្ចឹងនៅពេលដែលយើងចង់សួរគេថាធ្វើអីមួយនៅម៉ោងប៉ុន្មានឧទាហរណ៍ណាតើអ្នកនឹងទៅបរិញ្ញាបត្រម៉ោងប៉ុន្មានคุณจะไปสนามบินกี่โมงតើអ្នកនឹងទៅបរិញ្ញាបត្រម៉ោងប៉ុន្មានឧទាហរណ៍តើអ្នកនឹងអឺចេញពីធ្វើការម៉ោងប៉ុន្មានคุณจะเลิกงานกี่โมงតើអ្នកចូលធ្វើការម៉ោងប៉ុន្មានคุณเข้าทำงานกี่โมงហ្នឹងសួររកម៉ោងណាអញ្ចឹងនៅពេលដែលយើងឆ្លើយគឺយើងឆ្លើយម៉ោងមកវិញបើគេសួរថាគីម៉ោងគឺមានន័យគេសួររកម៉ោងហើយអញ្ចឹងយើងត្រូវឆ្លើយជាម៉ោងទៅវិញឧទាហរណ៍คุณเข้านอนกี่โมงតើអ្នកចូលគេងម៉ោងប៉ុន្មានអញ្ចឹងឆ្លើយទៅฉันเข้านอนตอน4 ทุ่มខ្ញុំធ្វើការខ្ញុំចូលគេងនៅម៉ោង10អូខេបាទអញ្ចឹងចំណាំគីម៉ោងគេសួររកម៉ោងប្រយ័ត្នឆ្លើយខុសឆ្លើយចេញជាចំនួនម៉ោងចំនួនអីហ្នឹងគឺអត់ត្រូវទេខុសហើយបន្តមកទៀតយើងមានពាក្យគីឈ្មោះគីម៉ោងហើយនឹងគីឈ្មោះនេះយើងតែងតែច្រឡំគ្នាប៉ុន្តែសំណួរនេះគឺខុសគ្នាដាច់ស្រឡំហ្មងគីឈ្មោះប្រែថាប៉ុន្មានម៉ោងមិនមែនប៉ុន្មានម៉ោងប៉ុន្មានទេអញ្ចឹងនៅពេលដែលគេសួរចំណាំគេសួរថាគីឈ្មោះគេសួររកចំនួនម៉ោងហើយនៅពេលដែលយើងឆ្លើយគឺយើងត្រូវឆ្លើយឈ្មោះទៅវិញចំណាំថាបើគេសួរឈ្មោះឆ្លើយឈ្មោះទៅវិញបានត្រូវបាទអញ្ចឹងមានន័យថាឧទាហរណ៍តើអ្នករៀនភាសាថៃប៉ុន្មានម៉ោងមិនមែនម៉ោងប្រហែលទេណាប្រយ័ត្នច្រឡំឧទាហរណ៍คุณเรียนภาษาไทยกี่ชั่วโมงតើអ្នករៀនភាសាថៃប្រហែលម៉ោងអញ្ចឹងថាខ្ញុំរៀនភាសាថៃ1 ម៉ោងฉันเรียนภาษาไทย1 ชั่วโมงអូខេគេអត់បានសួររកម៉ោងទេគឺសួររកចំនួនម៉ោងឧទាហរណ៍តើអ្នកធ្វើការប្រហែលម៉ោងคุณทำงานกี่ชั่วโมงតើអ្នកធ្វើការប្រហែលម៉ោងអញ្ចឹងឆ្លើយទៅខ្ញុំធ្វើការ8 ម៉ោងฉันทำงาน8 ชั่วโมงអូខេតែបើសិនជាគេសួរថាคุณทำงานกี่โมงមានន័យថាតើអ្នកធ្វើការម៉ោងប្រហែលអានោះបានគេសួររកម៉ោងអញ្ចឹងយើងប្រាប់ម៉ោងគេទៅฉันทำงานตอน7 โมงខ្ញុំធ្វើការនៅម៉ោង
3 ปีหมดแล้วนะครับสกำตาโยนนะครับ